ទន្ទឹមនឹងភាពរីកចម្រើននៃបច្ចេកវិទ្យាកម្ពុជាក៏ចាប់យកនៅបញ្ញាសិប្បនិម្មិតដែរនៅក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជាក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចដោយនៅក្នុងនោះទន្ទឹមទៅនឹងការចាប់យកនៅបញ្ញាសិប្បនិម្មិតនេះមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុបានចាប់ផ្ដើមប្រមូលនិធិចូលហើយដើម្បីរៀបចំសេចក្តីព្រាងជាយុទ្ធសាស្ត្រមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុបើកសិក្ខាសាលាដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធសម្រាប់ការរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្របញ្ញាសិប្បនិម្មិតឲ្យមានលក្ខណៈពេញលេញនិងគ្រប់ជ្រុងជ្រោយសម្រាប់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុមិនមែនធនាគារដើម្បីទាញយកអត្ថប្រយោជន៍ពីបញ្ញាសិប្បនិម្មិតឲ្យបានជាអតិបរមាអាយរំសូសុភាប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារអសហបានលើកឡើងនៅក្នុងសិក្ខាសាលាប្រមូលធាតុចូលដែលស្ដីពីបញ្ញាសិប្បនិម្មិតក្នុងវិស័យហិរញ្ញវត្ថុនៅថ្ងៃ21ខែមករា2026នេះថារាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោដំណាក់កាលទី1ក្នុងនោះបច្ចេកវិទ្យាជាពិសេសបច្ចេកវិទ្យា Digital រួមមានបញ្ញាសិប្បនិម្មិតត្រូវបានកំណត់យកជាអាទិភាពគន្លឹះទី5សម្រាប់ធ្វើចនាលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចដែលជាគ្រឹះនៃមធ្យោបាយដ៏សំខាន់នៃការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ2050រាជរដ្ឋាភិបាលផ្ដោតជាសំខាន់អាទិភាពបច្ចេកវិទ្យា Digital ក្នុងបញ្ចកោណទី5ដែលបានចាត់ទុកអាទិភាពនេះជាកាតាលីករថ្មីមួយទៀតដែលមានសារៈសំខាន់ដែលមានសក្តានុពលនៃកលនុបត្តិភាពក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ចនិងសង្គមក៏ដូចជាប្រសិទ្ធភាពនៃការងាររដ្ឋបាលផងដែរអាយរំបានបន្តទៀតថាជាស្ដាយសិក្ខាសាលានៅពេលនេះជាការកំណត់នៅបង្គោលចរថ្មីមួយសម្រាប់អសហដែលចាប់ផ្ដើមកិត្តគូឲ្យបានជាលក្ខជាមុនអំពីការចាប់យកនិងការគ្រប់គ្រងនិងការជំរុញការចាប់យកបញ្ញាសិប្បនិម្មិតដើម្បីអភិវឌ្ឍវិស័យហិរញ្ញវត្ថុមិនមែនធនាគារគណៈដែលបញ្ញាសិប្បនិម្មិតមានការវិវត្តជាច្រើនជំនាន់និងឆាប់រហ័សសម្ដៅទាញយកអត្ថប្រយោជន៍ជាអតិបរមានិងកាត់បន្ថយនៃហានិភ័យនានាដែលអាចកើតមានដូចខ្ញុំបានបញ្ជាក់នៅក្នុងរបាយការណ៍កន្លងគឺចង់បន្ស៊ីអ្វីដែលយើងរៀបចំនៅក្នុងNAN Bankជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាមួយនឹងក្របខ័ណ្ឌថ្នាក់ជាតិតាមនោះយើងក៏ចង់បានធាតុចូលពីវិស័យឯកជនទូអង្គពាក់ព័ន្ធគឺស្ថានអប់រំសមាគមឬក៏ទូអង្គពាក់ព័ន្ធផ្សេងទៀតដើម្បីផ្ដល់ធាតុចូលឲ្យយើងបន្ថែមដែរលោកបណ្ឌិតសំផៃអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានគូបញ្ជាក់នៅចំណុចកន្លឹះមួយចំនួនដូចជាការចាប់យកបញ្ញាសិប្បនិម្មិតត្រូវរួមវិភាគទានឲ្យសម្រេចបាននូវការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុនិងប្រព័ន្ធអេកូឡូស៊ីបរិវត្តកម្ម Digital រស់រវើកដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងនិងតម្រូវការជាយុទ្ធសាស្ត្ររបស់អសហស្របតាមបទពិសោធន៍ឧត្តមវិវត្តនិងនិន្នាការជាតិនិងអន្តរជាតិជាដើមការទាញយកអត្ថប្រយោជន៍ពីការចាប់យកនៅបញ្ញាសិប្បនិម្មិតឲ្យបានជាអតិបរមាទាមទារឲ្យគ្រប់តួអង្គនៅក្នុងសង្គមចូលរួមសហការឲ្យបានពេញលេញការចាប់យកបញ្ញាសិប្បនិម្មិតមានអន្តរសកម្មជាមួយនឹងការចាប់យកអត្ថប្រយោជន៍ពីទ្រព្យយុទ្ធសាស្ត្រទិន្នន័យដែលជាបុរិយលក្ខខណ្ឌតម្រូវការនៅក្នុងការដ្ឋាននៃការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីទិន្នន័យនៃអសហការបន្តពង្រឹងកិច្ចសហការនិងកិច្ចសហប្រតិបត្តិការផ្ទៃក្នុងអសហរវាងអសហនិងអង្គភាពក្រៅអវ៉ាល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុព្រមទាំងអង្គភាពឬស្ថាប័នស្ថិតនៅក្រៅបណ្ដាព្យាបាលរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ដូចជាក្រសួងស្ថាប័នវិស័យឯកជននិងដៃគូអភិវឌ្ឍមានសារៈសំខាន់ក្នុងការជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតដើម្បីបំផាត់ការអភិវឌ្ឍនិងនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុនិងការធ្វើបរិវត្តកម្ម Digital សម្ដៅរួមចំណែកឲ្យសម្រេចនៃចក្ខុវិស័យនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមសម្រាប់ Digital កម្ពុជាដល់រស់រវើកនៅឆ្នាំ2035